ADV 160ចំនួនគីឡូលើកុងទ័រតិចប៉ុន្តែសឹកមកញ៉ុកបំប្រេងកម្រិតធ្ងន់នៅសល់តែប្រហែលថ្ងៃទៀតពិធីបុណ្យចូលឆ្នាំថ្មីក៏ចូលមកដល់ឥឡូវអតិថិជនច្រើនមែនទែនមកឆែកមើលម៉ូតូរបស់ខ្លួនហើយនេះគឺម៉ូតូ ADV 160cc ម្ចាស់ម៉ូតូក៏ទិញប្រភេទមួយទឹកដូចជាវីដេអូដែលខ្ញុំបង្ហាញជូនជារឿយៗតាក់ទងទៅនឹងម៉ូតូអូតូកម្លាំង 160cc នេះគឺតាក់ទងទៅនឹងបញ្ហាមកញ៉ុកបំប្រេងច្រើនមែនទែនច្រើនរហូតដល់ថ្នាក់ថាត្រូវតែទាមទារឲ្យអតិថិជនក៏ដូចជាម្ចាស់ម៉ូតូត្រូវតែឆែកមើលបន្ទាប់ពីការប្រើប្រាស់លើសពី 10000 គីឡូប៉ុន្តែសម្រាប់ម៉ូតូអូតូកម្លាំង 160cc មិនថា ADV មិនថា Click មិនថា PCX មួយទឹកត្រូវតែមើលមុនកាលកំណត់ព្រោះយើងមិនអាចកំណត់គីឡូលើកុងទ័រជាគីឡូត្រឹមត្រូវនោះទេជាក់ស្ដែងនៅម៉ូតូ ADV 160cc មួយគ្រឿងនេះទើបតែប្រើប្រាស់បាន 11058 គីឡូប៉ុន្តែមកខ្ញុំបំប្រេងសឹកកម្រិតប៉ុណ្ណេះជាបបិសររបស់ខ្ញុំប្រើប្រាស់មិនក្រោម 10000 គីឡូនោះឡើយអញ្ចឹងគឺទម្លាក់កុងទ័រខ្លាំងមែនតើដែលជាហេតុផលធ្វើឲ្យម្ចាស់ម៉ូតូដែលទិញម៉ូតូមកទឹកទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នម៉ូតូ ADV នេះសំណាងណាស់ដែលម្ចាស់ម៉ូតូគាត់ឆែកមើលមុនបើសិនជាគាត់ប្រើប្រាស់ដោយផ្អែកលើកុងទ័រហើយរងចាំដល់ 10000 គីឡូប្រហែលជាអាចមានបញ្ហាដល់ម៉ាស៊ីនធ្ងន់ធ្ងរតែម្ដង